របបសាធារណរដ្ឋខ្មែរពីឆ្នាំ1970រហូតដល់ឆ្នាំ1975 តើហេតុអ្វីបានជាមានការលេចឡើងនៅរបបសាធារណរដ្ឋខ្មែរសម័យសង្គមរាស្ត្រនិយមមានការរីកចម្រើនខ្លាំងនាសម័យនោះប៉ុន្តែដោយសារតែការអនុវត្តនូវនយោបាយប្រជាក្រិតមិនចំទិសរបស់ព្រះបាទនរោត្តមសីហនុធ្វើឲ្យកើតមានរដ្ឋប្រហារឡើងនៅថ្ងៃទី18មីនាឆ្នាំ1970នៅថ្ងៃទី9តុលាឆ្នាំ1970ក្រុមលន់នល់បានប្រកាសរបបសាធារណរដ្ឋខ្មែររដ្ឋប្រហារពុំបាននាំកម្ពុជាឆ្ពោះទៅរកដំណោះស្រាយនិងភាពចម្រុងចម្រើននោះទេបន្ទាប់ពីមានរដ្ឋប្រហារសង្គ្រាមស៊ីវិលការបាត់បង់ខូចខាតនិងវិនាសកម្មក៏បានកើតឡើងខាងសង្គមមានការបែកបាក់សាមគ្គីជាតិបាតកម្មកោតកម្មកុបកម្មដែលបង្កនូវភាពច្របូកច្របល់អនាធិបតេយ្យទូទាំងប្រទេសប្រជាជនរងទុក្ខវេទនាប្រត់ប្រាស់គ្រួសារផ្ទះសម្បែងរងគ្រោះទុរភិក្សប្រជាជនមួយចំនួនចូលនៅក្នុងព្រៃតាមការអំពាវនាវរបស់សម្ដេចនរោត្តមសីហនុឯខ្លះទៀតភៀសខ្លួនមកកាន់ទីក្រុងភ្នំពេញរស់នៅដោយកង្វះអាហារបាត់បង់ការងារខាងសេដ្ឋកិច្ចរដ្ឋប្រហារធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាជាប់គាំងដោយសារតែដីស្រែចម្ការទុកចោលនិងទិន្នផលធ្លាក់ចុះរោងចក្រសហគ្រាសត្រូវបានបិទទំនិញឡើងថ្លៃអតិផរណាខាងនយោបាយកម្ពុជាបាត់បង់កេរ្តិ៍ឈ្មោះនិងកិត្តិយសនៅលើឆាកអន្តរជាតិអស្ថិរភាពខាងនយោបាយធ្វើឲ្យប្រជាជនបាត់បង់ជំនឿទៅលើអ្នកដឹកនាំកម្ពុជាបាត់បង់ឯករាជ្យអធិបតេយ្យភាពបូរណភាពទឹកដីមានការផ្លាស់ប្ដូររបបនយោបាយជាការបើកផ្លូវឲ្យខ្មែរក្រហមឡើងកាន់អំណាចនាំឲ្យកម្ពុជាឆ្ពោះទៅរកការសម្លាប់រង្គាលក្នុងរបបប្រល័យពូជសាសន៍គួរបញ្ជាក់ផងដែរថាថ្ងៃទី23មីនាឆ្នាំ1970ព្រះបាទនរោត្តមសីហនុទ្រង់បានបង្កើតដោយរណសិរ្សរួបរวมជាតិដែលមានការចូលរួមពីខ្មែរក្រហមខ្មែរក្រហមគឺដឹកនាំដោយប៉ុល ពតសង្គ្រាមស៊ីវិលក៏បានផ្ទុះឡើងរវាងភាគីពីរគឺលោកលន់នល់ដែលមានការជុំជ្រែងពីសហរដ្ឋអាមេរិកហើយនិងរណសិរ្សរួបរวมជាតិដែលដឹកនាំដោយព្រះបាទនរោត្តមសីហនុដែលគាំទ្រដោយកុម្មុយនីសចិននិងវៀតណាមសង្គមនិងសេដ្ឋកិច្ចសម័យសាធារណរដ្ឋខ្មែរកម្ពុជារងនៅការវាយប្រហារពីភាគីពីរទី1ការវាយប្រហាររបស់សហរដ្ឋអាមេរិកពីឆ្នាំ1969រហូតដល់ឆ្នាំ1973កម្ពុជារងការទម្លាក់គ្រាប់បែកប្រមាណជាង2លានតោននៅក្នុងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកគឺមានគោលបំណង3ទី1ខ្លាចប្រទេសកម្ពុជាធ្លាក់ក្នុងកណ្ដាប់ដៃរបស់ពួកកុម្មុយនីសទី2ដោយសារតែមានវត្តមានកងទ័ពវៀតណាមនៅលើទឹកដីកម្ពុជាទី3គឺចង់ជួយលោកលន់នល់ឲ្យកាន់តំណែងបានយូរប៉ុន្តែការធ្វើបែបនេះមិនបានជួយលោកលន់នល់ទេការទម្លាក់គ្រាប់បែកធ្វើឲ្យប្រជាជនមានការនឿយណាយជាមួយរបបនេះហើយប្រជាជនក៏រត់ចូលក្នុងព្រៃតាមការអំពាវនាវរបស់សម្ដេចនរោត្តមសីហនុការវាយប្រហាររបស់ខ្មែរក្រហមចាប់តាំងពីឆ្នាំ1970ខ្មែរក្រហមបានបង្កអសន្តិសុខនិងវាយកាន់កាប់តំបន់ជនបទហើយនិងទីប្រជុំជនតូចៗចាប់តាំងពីឆ្នាំ1972ខ្មែរក្រហមវាយទីប្រជុំជនធំៗហើយនឹងចូលក្នុងទីក្រុងភ្នំពេញដើម្បីកំទេចស្ពានជ្រោយចង្វាសង្គ្រាមមិនដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើននោះទេសង្គ្រាមស៊ីវិលឆ្នាំ1970រហូតដល់ឆ្នាំ1975នាំវិនាសកម្មយ៉ាងធ្ងន់ធ្ងរមកដល់ប្រទេសកម្ពុជាទាំងអស់នេះហើយបានធ្វើឲ្យរបបសាធារណរដ្ឋខ្មែរដួលរលំដោយសារតែប្រជាជននៅទីក្រុងហើយនឹងតំបន់រំដោះនឿយណាយនឹងរបបសាធារណរដ្ឋខ្មែរដែលពោពេញទៅដោយការអាប់អួរប្រជាជននៅទីក្រុងរស់នៅលើទឹកដីដ៏តូចចង្អៀតរងនៅការកង្វះអាហារកង្វះជម្រកបាត់បង់ការងារទំនិញឡើងថ្លៃអតិផរណាអនាធិបតេយ្យភាពចោរកម្មអំពើយុត្តិធម៌ភាពច្របូកច្របល់បាតកម្មកោតកម្មពីពេញផ្ទៃប្រទេសរដ្ឋាភិបាលលន់នល់គ្រប់គ្រងបានតែនៅទីក្រុងហើយនិងទីប្រជុំជនឯជនបទសិក្សាចម្ការគ្រប់គ្រងដោយបកកុម្មុយនីសគឺខ្មែរក្រហមសេដ្ឋកិច្ចរបបសាធារណរដ្ឋខ្មែរមិនដំណើរការរបបនេះរស់ដោយសារតែជំនួយពីសហរដ្ឋអាមេរិកការដឹកជញ្ជូនស្បៀងសព្វាវុធរបស់សហរដ្ឋអាមេរិកដើម្បីជួយដល់រដ្ឋាភិបាលលន់នល់ត្រូវបានខ្មែរក្រហមកាត់ផ្តាច់ទាំងផ្លូវគោកហើយនិងផ្លូវទឹកខ្មែរក្រហមធ្វើការហុំព័ទ្ធទីក្រុងភ្នំពេញនិងការរឹតបន្តឹងនាំចូលស្បៀងការចរចារវាងតំណាងសាធារណរដ្ឋខ្មែរនិងតំណាងសម្ដេចនរោត្តមសីហនុត្រូវបានបរាជ័យនៅថ្ងៃទី1មេសាឆ្នាំ1975លោកលន់នល់បានភៀសខ្លួនទៅសហរដ្ឋអាមេរិកនៅថ្ងៃទី17មេសាឆ្នាំ1975កងទ័ពខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញមូលហេតុទាំងអស់នេះហើយដែលធ្វើឲ្យរបបសាធារណរដ្ឋខ្មែរដួលរលំសម័យកាលបន្ទាប់កម្ពុជាប្រជាធិបតេយ្យពីឆ្នាំ